សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការវិលមកកាន់វីដេអូរបស់ខ្ញុំបាទសាជាថ្មីម្ដងទៀតអញ្ចឹងចំពោះវីដេអូមួយនេះគឺខ្ញុំនឹងមកចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការ upload font direct ចូលទៅក្នុងកម្មវិធី CapCut ផ្ទាល់តែម្ដងអញ្ចឹងរាល់ដងបងប្អូនធ្លាប់តែធ្វើការសរសេរវាឬក៏បំលែងចេញពីកម្មវិធីផ្សេងៗរួចរាល់ដើម្បីយកមកដាក់ជាមួយនឹងកម្មវិធី CapCut នឹងផ្ទាល់ប៉ុន្តែចំពោះលើកនេះគឺយើងនឹងមកធ្វើការសរសេរផ្ទាល់តែម្ដងនៅក្នុងកម្មវិធី CapCut ដោយមិនចាំបាច់ចូលទៅក្នុង website Lemon Convert Text ជាដើមអញ្ចឹងដោយដែលខ្ញុំបានបញ្ជាក់អំបញ្ញមកអញ្ចឹងគឺយើងសរសេរផ្ទាល់នៅក្នុងកម្មវិធី CapCut និងធ្វើការ edit ផ្ទាល់នៅលើវីដេអូរបស់យើងផ្ទាល់តែម្ដងអញ្ចឹងឥឡូវនេះខ្ញុំមានគម្រោងវីដេអូមួយដែលខ្ញុំនឹងបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងជាក់ស្ដែងគឺខ្ញុំមានបទចម្រៀងនេះមួយដែលខ្ញុំបានធ្វើវាមករួចរាល់ហើយប៉ុន្តែអ្វីដែលខ្វះខាតនេះគឺនៅការសរសេរជាភាសាខ្មែរណាហ្នឹងហើយអញ្ចឹងយើងនេះគឺជាភាសាខ្មែរដែលកន្លងមកអ្នកនរគ្នាតែងតែធ្វើការសរសេរវានៅក្នុងកម្មវិធី CapCut ទៅគឺវាបែកគ្នាអញ្ចឹងជើងដោយជើងអក្សរដាក់អក្សរអីជាដើមអញ្ចឹងទៅប៉ុន្តែសម្រាប់ថ្ងៃនេះក៏មានបងប្អូនយើងមួយចំនួនក៏គាត់បានដឹងពីរបៀបក្នុងការសរសេរនឹងហើយរួចរាល់ដែរអញ្ចឹងដោយឡែកសម្រាប់អ្នកដែលគាត់អត់ទាន់បានដឹងទាក់ទងជាមួយនឹងការដាក់ font ចូលណាអញ្ចឹងបងប្អូនអាចមកទស្សនាវីដេអូរបស់ខ្ញុំបានហើយចំពោះវីដេអូនេះខ្ញុំនឹងចែករំលែកផ្ទាល់តែម្ដងជាមួយនឹងការ upload font ហើយ font បងប្អូនអាចធ្វើការចូលទៅក្នុង channel Telegram របស់ខ្ញុំបានដោយខ្ញុំមានដាក់ font ចូលទៅខាងក្នុងនោះបងប្អូនមិនបាច់ចាំធ្វើការបំលែងឬក៏ convert វាទៅជាបំបែក font បំបែក file វាទេអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺជាអក្សរដែលខ្ញុំបានសរសេររួចរាល់ហើយបងប្អូនបានឃើញហើយអញ្ចឹងមកដល់ត្រង់នេះយើងចុចកន្លែងនេះភាសាខ្ញុំត្រូវបរួមបន្តិចសិនក្នុងការ edit វាអញ្ចឹងខ្ញុំបរួមបន្តិចហើយខ្ញុំចុចលើដើមប៊ិចនេះអញ្ចឹងនៅពេលដែលយើងចុចលើដើមប៊ិចយើងបងប្អូនស្រឡឹងវាមើលខាងក្រោមនេះបងប្អូនរកពាក្យថា font ហើយមួយទៀតបងប្អូនទាញវារកពាក្យថា my font កន្លែងខាងក្រោមហ្នឹងណាអញ្ចឹងនេះគឺជា font ដែលខ្ញុំបាន upload ចូលមកដោយឡែកសម្រាប់ក្នុងការ upload font ថ្មីចូលមកគឺបងប្អូនចុចលើពាក្យថា add អូខេអញ្ចឹងទៅមកយើងចុចថា my font នៅពេលដែលបងប្អូនចុចលើពាក្យថា my font គឺវានឹងនាំបងប្អូនមកចូលកាន់កន្លែង font ដែលយើងបានធ្វើការ download អញ្ចឹងនេះគឺជា font ដែលខ្ញុំបាន download រួចរាល់ហើយជាស្រេចដើម្បីយកមកដាក់ចូលទៅក្នុងកម្មវិធី CapCut អញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ឬក៏ពេញចិត្តនៅ font មួយណាដែលបងប្អូនចង់ដាក់វាបញ្ចូលគឺយើងចុចលើវាមកចុចលើវាបែបហ្នឹងណាអញ្ចឹង font ហ្នឹងវានឹងធ្លាក់មកចូលមកក្នុងហ្នឹងហើយអញ្ចឹងយើងចុចមកនេះអញ្ចឹងគឺជា font ដែលខ្ញុំបានដាក់ចូលមុនហ្នឹងរួចរាល់ហើយគឺអ្នកនរគ្នាអាចសរសេរបានអញ្ចឹងនៅពេលដែលយើង upload font រួចរាល់ហើយគឺយើងអាចធ្វើការសរសេរអក្សរខ្មែរបានគ្រប់ទាំងអស់មិនថាអក្សរបែបណាគឺវាអត់ធ្វើការបែកជើងចេញដូចលើកមុនកន្លងមកគឺនៅពេលដែលយើងសរសេរនៅលើទូរស័ព្ទដៃគឺយើងអាចសរសេរ direct អញ្ចឹងបានទេវានឹងធ្វើការផ្លាស់ប្ដូរឬក៏បែកជើងចេញពីគ្នាទាំងអស់លើកលែងតែបងប្អូនប្រើនៅលើទូរស័ព្ទអធិស្ឋានលើកលែងតែបងប្អូនប្រើវានៅលើកុំព្យូទ័រទើបយើងអាចសរសេរអក្សរខ្មែរ direct បានអញ្ចឹងចំពោះ font បងប្អូនត្រូវទៅយកនឹងណាខ្ញុំនឹងបង្ហាញបងប្អូនចូលមកក្នុង Telegram មកអូខេអញ្ចឹងបងប្អូនចូលមកក្នុង Telegram នេះគឺជា channel Telegram របស់ខ្ញុំដែលបងប្អូនគ្រាន់តែធ្វើការចូលតាមរយៈ link ដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូរបស់ខ្ញុំហ្នឹងទៅបងប្អូននឹងមកដល់នៅ channel Telegram របស់ខ្ញុំហើយអញ្ចឹងនៅពេលដែលបងប្អូនចូលមក channel Telegram របស់ខ្ញុំជាហ៊ានបន្ទាប់បងប្អូនត្រូវចុចកន្លែង profile ហើយបងប្អូនចុចរកពាក្យថា file អញ្ចឹងបងប្អូនចុចលើពាក្យថា file ហ្នឹងមកបងប្អូន scroll វាចុះមកបងប្អូននឹងឃើញនេះគឺជា font អក្សរខ្មែរដែលខ្ញុំបានដាក់ចូលទៅក្នុងហ្នឹងទាំងអស់ដែលបងប្អូនមិនចាំបាច់ធ្វើការ convert ឬក៏បំបែក file វាទៀតទេអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុច download វាមកហើយបងប្អូនត្រូវដាក់នៅក្នុង folder ណាមួយអញ្ចឹងខ្ញុំចូលមកក្នុងពាក្យថា file ដើម្បីយើងទៅរកនេះណាយើងយកវាដាក់ចូលនេះ file អញ្ចឹងខ្ញុំមាន file នេះមួយហើយនេះគឺជា
file ឬក៏អក្សរដែលខ្ញុំបានធ្វើការទាញចេញមុនហ្នឹងនេះបងប្អូននេះគឺជាគំរូអក្សរដែលខ្ញុំបាន download ចេញពី channel Telegram របស់ខ្ញុំមុនហ្នឹងនេះអញ្ចឹងយើងធ្វើការចុចសកត់វាមួយហើយយើងធ្វើការ move font នឹងចេញណាយើងធ្វើការ move វាទៅដាក់នៅក្នុង folder ណាមួយដែលបងប្អូនកំណត់ដើម្បីយើងស្រួលក្នុងការទៅរកនៅពេលដែលយើងចូលទៅក្នុងកម្មវិធី CapCut អញ្ចឹងឧទាហរណ៍ខ្ញុំដាក់វាចូលទៅក្នុងនេះមួយfolder ឈ្មោះនេះមួយចាដាក់ទៅក្នុង lemon អូខេខ្ញុំ move ឬក៏ខ្ញុំ copy យ៉ាងមកយើង copy មកហើយយើងចូលមកកន្លែង download អាហ្នឹងអាស្រ័យលើបងប្អូនដាក់ជាក់ស្ដែងទាំងអស់គ្នាទេបងប្អូនចង់ដាក់ចូលទៅក្នុង folder មួយណាក៏បានដែរអញ្ចឹងខ្ញុំដាក់ចូលមកកន្លែង font ហើយខ្ញុំ copy ខ្ញុំដាក់ចូលមកហ្នឹងមកអូខេអញ្ចឹង file របស់ខ្ញុំគឺរួចរាល់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងត្រឡប់មកវិញត្រឡប់ចូលមកក្នុងកម្មវិធី CapCut វិញណាយើងចុចសញ្ញា add ហ្នឹងមកហើយបងប្អូនចុចកន្លែងដដែលនេះ my font អញ្ចឹង my font បងប្អូននៅពេលដែលបងប្អូនចូលមកដល់គឺវានឹងមានទម្រង់បែបហ្នឹងវារៀងអញញ៉ាយអញ្ចឹងណាអញ្ចឹងបងប្អូនមករកកន្លែងឈ្មោះ folder ដែលបងប្អូនបានកំណត់ដែលបងប្អូនបាន copy font អក្សរទៅដាក់មុនហ្នឹងអញ្ចឹងដូចខ្ញុំគឺខ្ញុំដាក់ចូលទៅក្នុងឈ្មោះថា font lemon អញ្ចឹងខ្ញុំចូលមកក្នុងហ្នឹងហើយខ្ញុំឃើញនៅឈ្មោះ font ណា font អក្សរហ្នឹងគឺនៅខាងក្នុងនេះអញ្ចឹងបងប្អូនឃើញហើយនេះគឺជា font អក្សរទាំងអស់ដែលខ្ញុំបានទាញចូលមកខាងក្នុង folder មួយហ្នឹងអញ្ចឹងឥឡូវខ្ញុំចង់យកនេះ font នេះនេះមួយចូលទៅអញ្ចឹងនេះគឺវាចូលមកនេះ font ហ្នឹងណាអូខេបងប្អូននេះឃើញទេបងប្អូនឃើញទេអញ្ចឹងនេះគឺជា font អក្សរខ្មែរទាំងអស់អញ្ចឹងចំពោះការបង្ហាញរបស់ខ្ញុំគឺសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់បន្ថែមឬក៏បងប្អូនដាក់ទៅ upload ទៅអត់ចូលបងប្អូនអាចធ្វើការតំណែងតំណងមកខ្ញុំបានឬក៏ធ្វើការ comment សួរខាងក្រោមវីដេអូរបស់ខ្ញុំបានដើម្បីខ្ញុំធ្វើវីដេអូបង្ហាញទៅកាន់បងប្អូនឲ្យក្បាស់ក្បាយជាងនេះបន្ថែមទៀត